សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងតលំហាត់របស់យើងបន្តទៀតគឺលំហាត់បញ្ចប់ជំពូកទី1មេរៀនទី2មុំម៉ងនៃកម្លាំងយើងអនុវត្តទាំងអស់គ្នាព្រោះអីមានបងប្អូនខ្លះអត់ទាន់ចេះទាញរូបមន្តមុំម៉ងអញ្ចឹងយើងមើលលំហាត់នេះយើងនឹងចេះទាញរូបមន្តទាំងអស់គ្នាអញ្ចឹងលំហាត់របស់យើងគេថាទ្វារមួយត្រូវការមុំម៉ងអបបរមា 32.5 Newton ម៉ែត្រដើម្បីបិទបើកគឺត្រូវដាក់ដៃទ្វារនៅចម្ងាយប៉ុន្មានពីត្រចៀកទ្វារបើគេដឹងថាដើម្បីបិទឬបើកគេត្រូវបញ្ចេញកម្លាំងមិនលើសពី50 Newton អញ្ចឹងប្រធានលំហាត់គេប្រាប់មុំម៉ងអបបរមា 32.5 Newton ម៉ែត្រហើយកម្លាំងហ្នឹងបញ្ចេញហ្នឹងមិនលើសពី50 Newton ចឹងយើងមើលដំណោះស្រាយមកចឹងដំណោះស្រាយរបស់យើងគឺគេឲ្យយើងរកចម្ងាយដែលត្រូវដាក់ដៃតើយើងត្រូវដាក់ដៃហ្នឹងចម្ងាយប្រមាណចឹងគណនាចម្ងាយត្រូវដាក់ដៃចឹងដើម្បីគណនាចម្ងាយត្រូវដាក់ដៃយើងតាមរូបមន្តមុំម៉ងរបស់យើងមកគឺតាមរូបមន្តរបស់យើងគឺ m ស្មើ s គុណនឹង d អញ្ចឹងយើងទាញរក d យើងបោះ s មកអង្គទី1មកយើងបាន d នេះបោះ s មកបាន d ស្មើ m លើ f អញ្ចឹងស្រង់សមត្ថកម្មមកដោយ m ស្មើនឹង 32.5 Newton s ស្មើ50 Newton អញ្ចឹងយើងជំនួសក្នុងរូបមន្តរបស់យើងមកគឺនាំឲ្យD ស្មើនឹង 32.5 គឺ m យើងស្មើនឹង 32.5 ហើយ s របស់យើងគឺស្មើ50អញ្ចឹង 32.5 លើ 50អញ្ចឹង 32.5 លើ 50ហ្នឹងយើងចែកមកគឺបាន 0.65 ម៉ែត្រអញ្ចឹងដូចនេះគេត្រូវដាក់ដៃទ្វារនៅចម្ងាយគឺ D ស្មើនឹង 0.65 ម៉ែត្រពីត្រចៀកទ្វារលំហាត់របស់យើងគឺចប់តែប៉ុណ្ណឹងយើងមិនយល់ត្រង់ណាយើងអាច comment នៅខាងក្រោមបានហើយអរគុណសម្រាប់ក្នុងការមើលវីដេអូនេះបើចូលចិត្តវីដេអូសូមជួយ Subscribe ឲ្យម្នាក់មួយផងហើយនឹងបានវីដេអូថ្មីៗបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយទៀត